ស្តីអ្នកទាំងអស់គ្នានឹងចូលជម្រាបសួរទៅលោកគ្រូខ្ញុំបាទឈ្មោះស៊ីនរីឡុងមកពីក្រុម SU35 មានន័យថាខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងក្រុម management ហើយនៅក្នុង Linux ចឹងឲ្យកាត់ពេលយូរយើងមាន list ជា goal ដែលត្រូវ complete នៅក្នុងវីដេអូហ្នឹងចឹងហើយយើង start ពីទី1ដែលយើងត្រូវ create group យើងប្រើ command sudo យើង add ទាំង3ហ្នឹងមក developer UX UI ចុងក្រោយគឺ DevOps ចឹងដើម្បីទៅ create file យើងប្រើ command getN ចឹងនេះដោយសារយើងមានគ្រប់ច្រើនយើងអាចទៅ clear វាហើយយើងប្រើ command ម្ដងទៀត getN developer UX UI ហើយនឹង DevOps ចុងក្រោយគេចឹងយើងឃើញហើយថាមានគ្រប់3ហ្នឹងចឹងចូលទៅកាន់ step បន្ទាប់គឺយើងត្រូវ delete developer group ហើយបង្ហាញថាវាបានលុបហើយចឹងយើងទៅប្រើ command មួយទៀតទាក់ទងជាមួយនឹង sudo ដូចគ្នា sudo group delete developerចឹងយើងទៅ get n មើលមក group developer nចឹងដោយសារតពេលដែលយើង get n ពី group developer មកមានថាវាអត់បានឲ្យជា output ទេចាំណាgroup នោះត្រូវបាន delete បាត់ហើយអូខេចឹងហើយយើងទៅបង្កើត group នឹងមកវិញប្រើប្រាស់ command ដែល developer ចឹងពេលដែលយើងទៅ create file យើងទៅ get n មកdeveloper អូខេចឹងនេះឃើញតែវាមកវិញហើយចឹងចូលទៅកាន់ step បន្ទាប់គឺយើងត្រូវប្រើ file create file នៅក្នុង developer ចឹងដើម្បី create file ហ្នឹងគឺយើងប្រើប្រាស់ command touch developer process.txt UX UI process txt និងចុងក្រោយគេគឺ DevOps process.txt អូខេពេលដែលយើងនេះហើយគឺយើងអាចទៅ list មកបានហើយប្រើ command មួយនេះ list all.txt ចឹងយើងឃើញថាវាមានមកនេះ DevOps processអូខេវាអាចមាន mistake បន្តិចហើយហ្នឹងកន្លែងហ្នឹងយើងអាចទៅlist ម្ដងទៀតទៅមួយ txt អូខេវាអាចមានបញ្ហាដោយសារតែខ្ញុំប្រើ comma ឥឡូវយើងទៅបង្កើត file ដែលបាត់មិញអញ្ចឹង developer process txt ហើយ UX UI process.txt ឥឡូវយើងទៅ list មើលម្ដងទៀតចឹងហើយ
ហើយយើងដាក់ select specific មកនេះគឺវាមកហើយ developer DevOps ហើយនឹង UI UX process អញ្ចឹងហើយដើម្បីchange នេះសារយើង list as long text អូខេអញ្ចឹងហើយយើងទៅ change file permission ទៅ755សម្រាប់ all text នឹងអញ្ចឹងយើងប្រើ command ch mod 755ទៅឲ្យtext ទាំងអស់ហ្នឹងអញ្ចឹងហើយយើងប្រើ .txt អញ្ចឹងពេលដែលយើង list មកម្ដងទៀតគឺយើងឃើញថាវាមាន permission ថ្មីចាំតិចអូខេនេះគឺយើងឃើញពណ៌បៃតងដោយសារតើយើងដូរcomment ឲ្យវាដោយវាមាន read ហើយនឹង write ហើយចឹងដែរគឺយើងទៅចូលទៅកាន់ step បន្ទាប់មួយទៀតដែលយើងនឹងទៅដាក់ឲ្យគ្រប់ developer ហើយនឹង UI UI អាច access ទៅ DevOps គ្រប់បានទេអញ្ចឹងយើងទៅបង្កើត DevOps directory មួយហើយប្រើ sudo make directory DevOpsអូខេខ្ញុំបង្កើតបានហើយយើង set គ្រប់ ownership ទៅឲ្យ DevOps do DevOpsគេបន្ទាប់ពីយើង set គ្រប់ ownership ទៅឲ្យ DevOps ហើយគឺយើងនឹង set permission ថា only DevOps ហ្នឹងអាច access ទៅ path មួយហ្នឹងនេះប្រើ command មួយនេះ70 DevOps អូខេបន្ទាប់ហើយគឺកន្លែងហ្នឹង7ហ្នឹងតំណាងឲ្យថា DevOps គ្រប់មាន full access ហើយ ownership 7មួយទៀតដែលចិត្តវាហ្នឹងគឺ ownership ហើយលេខ0ហ្នឹងគឺ other ចឹងដែរគឺយើងទៅ clarify ថា access វាត្រូវបាន restrict មែនអញ្ចឹងយើងទៅ add test user ដោយសារតើយើងចូលជា user អញ្ចឹងយើងប្រើប្រាស់ command ឥឡូវ clear មួយសិន clear sudo user add dev user sudo user add UX user sudo nào tiếp add ops DevOps ហ្នឹង user អូខេអញ្ចឹងពេលយើង add ហើយគឺយើង assign user មួយៗទៅតាម group អញ្ចឹងយើងប្រើ sudo user mod user អូខេអញ្ចឹងយើង assign user dev user ហ្នឹងទៅកាន់ group developer ហើយយើងប្រើ command ដដែលដើម្បី assign UX user ទៅកាន់ UX UI team group ហើយ command ដូចគ្នាហ្នឹងទៅលើ DevOps ដូចគ្នា
okចឹងយើងបន្ទាប់ហើយយើងអាច access យើងចង់តេស្តថាបើយើងនៅក្នុងក្រុម developer យើងអាចដូរទៅដូរ directory ទៅកាន់ access ទៅកាន់ DevOps បានអត់ចឹងដើម្បីធ្វើចឹងយើងត្រូវចូលទៅក្នុង user dev userវិញសិន dev user xa cái này nó việc bên user chẳng dương thử xa lại nó việc password chẳng dương thử sign password viết sẵn ok chẳng user sign password rồi user DevOps mua cho sudo password dev user những cái ai giờ from password mày mà giờ đặt password mày cho tới ok password success chúng bây giờ login cho từក្នុង user mới nó giờ được pra password thì giờ tập đặt ok chúng login success hết chúng giờ ai sẽ từ attempt từ set directory mình muốn off dev off chỗ chẳng lỡ dương nâng từ check mơในក្នុង Windows PowerShell យើងអាចទៅ get IP មកសិនមកគឺនេះយើងឃើញថា IP យើងនៅនេះអញ្ចឹងយើងបើក PowerShell យើងមកPowerShell ដើម្បី connect ទៅតេស្តគឺយើងប្រើប្រាស់ sh long add គឺដាក់ IP យើងមកនេះមិនត្រូវចុងទា password ទៅ ok complete ចឹងយើងចូលទៅមើល file យើងចូលទៅ list ថា file ហ្នឹងនៅជា ownership របស់អ្នកគេ patch ហ្នឹងចឹងយើងប្រើប្រាស់ command list patch មួយហ្នឹងចឹងគឺយើងឃើញថាមាន total episode ពួក DevOps នៅលើ patch មួយហ្នឹងចឹងយើង exit ចេញមកវិញមក I think the goal is complete for this video អរគុណច្រើន